នីរសៀលថ្ងៃប្រហោះ8កើតខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី6ខែមិនិនាឆ្នាំ2025ឯឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍និងលោកជំទាវលេងលីណាបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិដើម្បីអបអរសាទរខួបលើកទី114ក្នុងទិវាអន្តរជាតិនារី8មីនាក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង្អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបពិធីសំណេះសំណាលនេះក៏បានអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវអគ្គនាយករងលោកស្រីអនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តរប្រវេសន៍និងមន្ត្រីជាច្រើនរូបផងដែរជាកិច្ចចាប់ផ្ដើមលោកស្រីឧត្តមសេនីយ៍តូនៅវុធីអនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីធ្វើការអានព្រះយសាស្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី114នៃទិវាអន្តរជាតិនារី8មីនាឆ្នាំ2025ជាកិច្ចបន្ទាប់លោកជំទាវសែនពិសិដ្ឋដានីតាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានឡើងអានរបាយការណ៍សង្ខេបស្តីអំពីសកម្មភាពការងារបញ្ជ្រាប Gender ប្រចាំឆ្នាំ2024និងលើកទិសដៅសកម្មភាពបន្តមានប្រសាសន៍នាឱកាសនោះឯកឧត្តមសេនីយ៍ឯកសុកវាសនាបានមានប្រសាសន៍បញ្ជាក់ថាការប្រារព្ធទិវាអន្តរជាតិនារី8មីនាឆ្នាំ2025ខួបលើកទី114ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគូបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិការលើកកម្ពស់សមភាពនិងការពង្រឹងភាពអង្អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជាហើយក៏ផ្ដោតសំខាន់ទៅលើការលើកកម្ពស់ផលជាវិជ្ជមាននិងទាញយកអត្ថប្រយោជន៍ពីភាគលាភ Gender ជូនគ្រួសារពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គមជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គមជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសមិទ្ធផលបញ្ហាប្រឈមជាពិសេសបង្ហាញអំពីការបដិញ្ញាចិត្តនិងវិធានការវិជ្ជមាននៅក្នុងការលើកកម្ពស់សមភាព Gender និងបង្កើនភាពអង្អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបជាមួយគ្នានោះឯកឧត្តមសេនីយ៍ឯកអគ្គនាយកធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ Gender អគ្គនាយកដ្ឋាននិងនាយកដ្ឋានចំណុះដែលតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចធ្វើឲ្យការងារបញ្ជ្រាប Gender របស់អគ្គនាយកដ្ឋានមានដំណើរការនិងទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ស្របទៅតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលឯកឧត្តមសេនីយ៍ឯកបានផ្ដល់អនុសាសន៍និងស្នើដល់ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលអន្តរប្រវេសន៍ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការងារមួយចំនួនដូចខាងក្រោម1គោរពអនុវត្តតាមបទវិន័យនគរបាលជាតិជៀសវាងភាពអសកម្មនានាដែលជះឥទ្ធិពលមិនល្អប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរក៏ដូចជាកិត្តិយសរបស់ខ្លួនអង្គភាពនិងប្រទេសជាតិ2អនុវត្តទូនីតិភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងការងារជំនាញគ្រប់ថ្នាក់គ្រប់ផ្នែកនិងការងារផ្សេងទៀតដែលបានប្រគល់ជូនជាពិសេសការផ្ដល់សេវាទៅលើការងារអន្តរប្រវេសន៍ជូនភ្ញៀវជាតិនិងអន្តរជាតិ3លើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែររួមទាំងប្រពៃណីនិងវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា4បន្តអភិវឌ្ឍសមត្ថភាពចំណេះដឹងរបស់ខ្លួនឲ្យមានការវិវត្តរីកចម្រើនតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលទាំងជំនាញនិងភាសាបរទេសដើម្បីពង្រឹងនិងបង្កើនសមត្ថភាពនៅក្នុងគោលដៅលើកកម្ពស់គុណភាពការងារ5បន្តសហការនិងជួយគ្នាទៅវិញទៅមកទាំងក្នុងនិងក្រៅអង្គភាពដើម្បីរក្សាចំណងសាមគ្គីភាពរឹងមាំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិអប់រំសមាជិកគ្រួសារមិត្តភ័ក្តិឲ្យជៀសឆ្ងាយពីគ្រឿងញៀនគ្រឿងស្រវឹងនិងការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាពព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពចរាចរណ៍ដើម្បីសេចក្តីសុខនិងសុភមង្គលក្នុងក្រុមគ្រួសារនិងសង្គមជាតិជាចុងបញ្ចប់ឯកឧត្តមសេនីយ៍ឯកសុកវាសនាបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលមន្ត្រីនារីនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ដែលខិតខំប្រឹងប្រែងនាពេលកន្លងមកនិងជំរុញឲ្យបន្តខិតខំបន្ថែមទៀតដើម្បីបាននូវភាពជោគជ័យនាពេលខាងមុខឯកឧត្តមមានប្រសាសន៍បន្តថាអ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះគឺត្រូវធ្វើយ៉ាងណាឲ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរព្រោះកត្តាសេដ្ឋកិច្ចនេះហើយគឺជាការសម្រេចដ៏ធំរបស់ស្ត្រីនាពេលបច្ចុប្បន្នឯកឧត្តមសេនីយ៍ឯកបានបន្តមានប្រសាសន៍ចូលរួមរំលឹកដល់មន្ត្រីនគរបាលនារីទាំងអស់ថាដើម្បីសម្រេចគោលបំណងឲ្យរុងរឿងជោគជ័យនាពេលអនាគតត្រូវមានការតាំងចិត្តបដិញ្ញាចិត្តខ្លួនឯងសេចក្តីព្យាយាមខ្ពស់ទើបសម្រេចបានភាគរយល្អប្រសើរឯកឧត្តមក៏បានជូនពរដល់អង្គពិធីទាំងមូលជាពិសេសមន្ត្រីនគរបាលនារីទទួលបានជោគជ័យគ្រប់គ្នា